នៅពេលដែលបងប្អូនទិញគឺវាបានបែបហ្នឹងគឺវាមានថង់ពីក្រៅស្នោពីក្នុងនិងកស៊ូនគរមាត់វានេះហើយចំពោះតម្លៃវិញ1គីឡូ 19000 ច្បាស់ណាអត់មានការតថ្លៃទេបើបងប្អូនទេមកឬក៏ឆាតមកថាធ្លាប់ទិញគេ14000ឬក៏15000ឬក៏ប្រមាណក៏ដោយតែបងប្អូនធ្លាប់ទិញហើយចង់ឲ្យខ្ញុំលក់ប៉ុណ្្នឹងដែរអូខេបងប្អូនធ្លាប់ទិញគេ14000ទៅទិញគេ14000ទៀតទៅធ្លាប់ទិញគេ15000ទៅទិញគេ15000ទៀតទៅខាងខ្ញុំលក់19000យកមកថងនឹង5គីឡូអស់តាម95000គឺទៅដល់សាខាវរៈបន្ថែមរបស់បងប្អូនបាទបងប្អូនដែលកំពុងតែមានបញ្ហាទៅលើស្រាំងតិចផ្លែទៅលើផ្លែតបែកជាទឹកដោះគោបាទខ្ញុំសូមណែនាំប្រភេទថង់ស្នោច្រកផ្លែតបែកនេះបាទគឺវាមានថង់ពីក្រៅស្នោពីក្នុងហើយនឹងកស៊ូនគរមកវាបើសិនបើយើងដកចេញទៅវាបែបនេះបាទបងប្អូនបាទគឺវាមានថង់ស្នោហើយនឹងកស៊ូបាទអញ្ចឹងលក្ខណៈពិសេសនៃផលិតផល3ធាតុចូលគ្នាហ្នឹងទី1កស៊ូបងប្អូនមើលប្រភេទកស៊ូខ្មៅបាទកស៊ូនេះមិនមែនដូចកស៊ូពណ៌ខៀវពណ៌លឿងយើងធម្មតាដែលត្រូវថ្ងៃតែ4-5ថ្ងៃអាលាយឬក៏វាដាច់ទេប៉ុន្តែចំពោះកស៊ូនេះវិញគឺវាជាប់បានយូរយើងអាចប្រើបានម្ដងឬក៏2ដងបាទកស៊ូបាទបងប្អូនមើលសាច់ស្នោណាបាទប្រភេទសាច់ស្នោក្រាស់យើងអត់យកប្រភេទស្នោស្ដើងទេអញ្ចឹងប្រភេទស្នោនេះបងប្អូនអាចប្រើតបែកចាប់ពីតបែកក្តឹបរហូតដល់តបែកទុំអាចប្រើបាន2-3ដងមានតែប្រើហើយយកទុកហើយប្រើហើយទៀតវាមិនអាចប្រើបានឡើងវិញ 100% ទេប៉ុន្តែក៏នៅតែមានភាគច្រើនដែលយើងអាចប្រើបានលក្ខណៈពិសេសរបស់ថង់នេះបងប្អូនមើលទៅដូចថង់ធម្មតាប៉ុន្តែវាអត់ធម្មតាទេបាទទី1ប្រភេទថង់សាច់ស្ដើងថង់នេះគឺស្ដើងហើយទន់បាទហើយទី2គឺវាមានរុននេះរុននៅកន្លែងខ្ញុំគូហ្វឺនហ្នឹងណាបងប្អូនបាទបើសិនបើយើងនេះទៅវាយើងអាចដាក់ដៃចូលអញ្ចឹងបាទរុនហ្នឹងអូខេហើយរុនហ្នឹងសួរថាសត្វចូលបានអត់មែនតើទៅថង់ធម្មតាយើងមានធ្នេខាងក្រោមមែនទេបាទតែថង់នេះវិញធ្នេហ្នឹងគឺវាមានវាធ្នេឲ្យដាច់ធ្នេឲ្យដាច់អញ្ចឹងគឺធ្នេនេះគឺចេញពីរោងចក្រមិនមែនខ្ញុំយកត្រៃកាត់ឬក៏យកអីហែកទេបាទវាចេញពីរោងចក្រមកអញ្ចឹងមកអត់យកដៃហែកវាទេញីវាទេធ្នេនេះគឺវាមើលទៅដូចអត់មានធ្នេអត់មានប្រហោងអញ្ចឹងបាទអញ្ចឹងអានឹងហើយនៅពេលដែលយើងច្រកគឺអត់មានសត្វណាវាទៅចូលពីក្រោមហ្នឹងទេសត្វជាទូទៅវាហើរជំវិញចេះបាទធម្មតានៅពេលដែលយើងច្រកទោះបីខែភ្លៀងឬក៏មិនភ្លៀងក៏ដោយក៏វាមានចំហាយទឹកចេញពីផ្លែតបែកដែរវាអាចធ្វើឲ្យវាមានរាងសំណើមសើមនៅក្នុងហ្នឹងប៉ុន្តែបើសិនបើយើងអត់មានរុនហ្នឹងទេវាប្រកាសជាដកទឹកហើយធ្វើឲ្យរលួយផ្លែទោះបីជាខែភ្លៀងរាប់ថ្ងៃភ្លៀងរងថ្ងៃក៏ជាបញ្ហាសម្រាប់ការប្រើថង់ស្នោតបែកនេះដែរបាទនៅពេលដែលបងប្អូនទិញគឺវាបានបែបហ្នឹងគឺវាមានថង់ពីក្រៅស្នោពីក្នុងនិងកស៊ូនគរមាត់វានេះហើយចំពោះតម្លៃវិញ1គីឡូ 19000ច្បាស់ណាអត់មានការតថ្លៃទេបើបងប្អូនទេមកឬក៏ឆាតមកថាធ្លាប់ទិញគេ14000ឬក៏15000ឬក៏ប្រមាណក៏ដោយតែបងប្អូនធ្លាប់ទិញហើយចង់ឲ្យខ្ញុំលក់ប៉ុណ្្នឹងដែរអូខេបងប្អូនធ្លាប់ទិញគេ14000ទៅទិញគេ14000ទៀតទៅធ្លាប់ទិញគេ15000ទៅទិញគេ15000ទៀតទៅខាងខ្ញុំលក់19000 1គីឡូនេះផ្ញើតាមវរៈបន្ថែមគ្រប់ខេត្តទាំងអស់សេវាឡានគេយក8000បាទលើកលែងតែផ្ញើទៅរាជធានីភ្នំពេញគ្រប់សាខានៅភ្នំពេញឡានគេយកតែ6000ទេប៉ុន្តែបើទៅខេត្តមិនថាខេត្តជិតខេត្តឆ្ងាយខេត្តកណ្ដាលខេត្តមណ្ឌលគិរីរតនគិរីដមជ័យបាត់ដំបងដាច់ស្រយាលមិនក៏ដោយគេយក8000ថេហ្មងបាទ2គីឡូក៏8000 3គីឡូក៏8000 4គីឡូក៏8000 5គីឡូឡានគេយក10000បាទ5គីឡូនេះបងប្អូនអូខេមួយថង់នេះ5គីឡូនេះមួយថង់នោះ5គីឡូបងប្អូនបាទ5គីឡូហ្នឹងឡានគេយក10000ប៉ុន្តែខាងខ្ញុំ free ដឹកតាមក្រុមហ៊ុនវិរៈបន្ថែមបើសិនបើបងប្អូនយក5គីឡូបាទអញ្ចឹងបងប្អូនដែលកំង5គីឡូខាងខ្ញុំ free ដឹកជូនអត់មានអស់ថ្លៃដឹកទេបងប្អូនយកមួយថង់នឹង5គីឡូអស់តាម95000គឺទៅដល់សាខាវរៈបន្ថែមរបស់បងប្អូនបងបាទនៅពេលដែលបងប្អូនទូទាត់មុនគឺយើងលក់1គីឡូ19000ហើយដូចកំងតែ1គីឡូនេះសេវាឡានគេយក8000សម្រាប់សេវាធម្មតាមានន័យថាផ្ញើពេលបងប្អូនទទួលអីវ៉ាន់គឺយកអីវ៉ាន់មកបើចាំឲ្យលុយទៅក្រុមហ៊ុនវិរៈបន្ថែមថែមទៀតទេបាទបើសិនបងប្អូនអត់ជឿទុកចិត្តអ្នកលក់ខ្លាចអ្នកលក់បោកអាចទូទាត់ជាមួយក្រុមហ៊ុនវិរៈបន្ថែមបានប៉ុន្តែនៅពេលដែលបងប្អូនទូទាត់ជាមួយក្រុមហ៊ុនវិរៈបន្ថែមខាងយើងគិត1គីឡូនេះ20000បាទខុសគ្នាតែ1000នេះធម្មតាគេយក8000ប៉ុន្តែបើដាក់សេវា COD មានន័យថាបងប្អូនទូទាត់ពេលទទួលទំនិញគេយក10000នេះបានមកខ្ញុំមែនខាងខ្ញុំអត់មានយកថ្លៃដឹកទេបងប្អូនបាទថ្លៃដឹកហ្នឹងទៅលើក្រុមហ៊ុនជាទូទៅគេបូកថែមអញ្ចឹងហើយបើសិនបើអត់ថតនៅពេញអញ្ចឹងសេវាឡាន8000បើសិនបងប្អូនដាក់ COD គេយក10000បាទហើយបើ COD នឹងហើយដឹកឲ្យដឹកដល់ផ្ទះទៀតគេបូក2000ទៀត12000បាទគឺបូកតាមហ្នឹងអញ្ចឹងគាត់ចង់បញ្ជាក់ប្រាប់បងប្អូនថាអានេះសេវារបស់វិរៈបន្ថែមគេគិតបែបហ្នឹង5គីឡូ COD វា95000 5គីឡូក៏នឹង5គីឡូក៏នឹង19000វាអស់95000ហើយបូកថ្លៃឡានគេយក10000ទៀតអញ្ចឹងសរុបអស់15000បាទ
ចឹងគាត់ខុសគ្នាថាបើបងប្អូនទូទាត់លុយមុន5គីឡូអស់ 95,000 តែបើទូទាត់ពេលទទួលតំណែងអស់ 15,000 វាខុសគ្នាតាម 10000 នេះអញ្ចឹងបងប្អូនអាចជ្រើសរើសសេវាមួយណាក៏បានដែរតែចង់បញ្ជាក់ដែរនៅពេលដែលបងប្អូនដាក់សេវា COD ខាងខ្ញុំតម្រូវកក់មុនណាបាទកក់បើសិនបងប្អូនយក1គីឡូនេះខាងខ្ញុំតម្រូវកក់ 6,000 ហើយបើយក2 3គីឡូកក់ 6,000 ដែរប៉ុន្តែបើយកមួយថង់5គីឡូនេះខាងខ្ញុំតម្រូវកក់ 8,000 បាទមូលហេតុដែលបានត្រូវកក់មុនពីព្រោះខាងខ្ញុំធ្លាប់ជួបហើយគាត់ចង់ឲ្យដាក់សេវា COD នៅពេលដែលខ្ញុំដាក់ទៅតាក់ទងទៅគាត់អត់បានទេអញ្ចឹងអីវ៉ាន់គឺត្រូវវិលត្រឡប់មកវិញអីវ៉ាន់វិរៈបន្ថែមបងប្អូនធ្លាប់ផ្ញើដឹងអីនៅពេលយើងផ្ញើទៅគឺយើងត្រូវទូទាត់ឲ្យក្រុមហ៊ុនបាទទោះបីជា1គីឡូ2គីឡូប្រហែលគីឡូក៏ដោយតែដាក់អីវ៉ាន់គឺទូទាត់ឲ្យគេបានគេដាក់ចេញបាទអញ្ចឹងនៅពេលដែលអីវ៉ាន់ផ្ញើមកវិញខាងខ្ញុំត្រូវអស់ថ្លៃដឹកអត់បានលុយចំណេញសំបី100ឯខាតទៀតបាទអញ្ចឹងបើសិនបើបងប្អូនចង់កំងដាក់សេវាទូទាត់ជាមួយអតិថិជនខាងខ្ញុំតម្រូវកក់លុយមុនប៉ុន្តែបើបងប្អូនថាអត់ហ៊ាននេះខ្លាចអ្នកលក់ស៊ីដាច់ទាំងលុយកក់នឹងទៀតអូខេខ្ញុំក៏ដឹងនិយាយថាមិនដែរបើបងប្អូនមិនទុកចិត្តហើយបងប្អូនអត់ហ៊ានកក់ខាងខ្ញុំក៏អត់ហ៊ានផ្ញើដែរបាទមានតែមកទិញដល់កន្លែងទៅដើម្បីងាយស្រួលជាងបាទ